បដូរចំហលឿននាយករដ្ឋមន្ត្រីថៃស្នើកម្ពុជាអនុវត្តតាមកិច្ចប្រជុំ GBC ដែលបណ្ដេញពលរដ្ឋចេញពីតំបន់ព្រំដែនខេត្តស្រះកែវមុនថ្ងៃទី10 តុលា ទទួលយកធម៌ពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើត នាយករដ្ឋមន្ត្រីថៃលោកអនុធីន ឆាន់វីរៈគូនបាននិយាយនៅពេលថ្មីៗនេះថាការបណ្ដេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនភូមិនងច័ន្ទខេត្តស្រះកែវមុនថ្ងៃទី10 ខែតុលាគឺគ្រាន់តែជាការកំណត់ពេលវេលារបស់អភិបាលខេត្តស្រះកែវប៉ុណ្ណោះភាគីទាំងពីរត្រូវចរចានិងអនុវត្តវិធានការផ្លូវច្បាប់ច្រើនមិនមែនបណ្ដេញពលរដ្ឋខ្មែរចេញភ្លាមៗពេលកម្ពុជាថៃកំពុងប្រឈមមុខដាក់គ្នាឡើយប៉ុន្តែនៅថ្ងៃទី7 ខែតុលាលោកបានជាស្នើកម្ពុជាអនុវត្តតាមកិច្ចប្រជុំ GBC ដែលបណ្ដេញពលរដ្ឋខ្មែរចេញពីតំបន់នេះមុនថ្ងៃទី10 ខែតុលាបើមិនដូច្នេះទេថៃនឹងមិនចរចាឡើយតាមការចុះផ្សាយរបស់សារព័ត៌មានថៃរ៉ាត់នៅថ្ងៃទី7 ខែតុលាឆ្នាំ2025បានដឹងថាបានចាប់ប្រកាន់ពលរដ្ឋខ្មែរល្មើសអធិបតេយ្យនៅតំបន់ព្រំដែនភូមិនងច័ន្ទនិងស្នើកម្ពុជាអនុវត្តតាមកិច្ចប្រជុំ GBC ដែលបណ្ដេញពលរដ្ឋខ្មែរចេញពីតំបន់នេះមុនថ្ងៃទី10 ខែតុលាលោកបានប្រកាសអំណាចពេញលេញឲ្យទៅកងទ័ពក្រសួងការបរទេសនិងអភិបាលខេត្តស្រះកែវចាត់វិធានការនៅព្រំដែនកម្ពុជាថៃបើមន្ត្រីទាំងនេះសម្រេចបែបណាគឺដូចគ្នានឹងការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីដែរនៅថ្ងៃទី7 ខែតុលានៅវិមានរដ្ឋាភិបាលលោកអនុធីនបាននិយាយពីថៃកំណត់ឲ្យពលរដ្ឋខ្មែរចាក់ចេញពីតំបន់ព្រំដែនភូមិនងច័ន្ទខេត្តស្រះកែវមុនថ្ងៃទី10 ខែតុលាលោកថាកាលពីថ្ងៃទី6 ខែតុលាលោកបានប្រជុំពិភាក្សាជាមួយមន្ត្រីពាក់ព័ន្ធដែលកំណត់ឲ្យកម្ពុជាអនុវត្តតាមកិច្ចព្រមព្រៀង GBC ដែលពិភាក្សាចំនួន4ប្រធានបទរួមមានការដកអាវុធដកកម្លាំងទ័ពសហការបង្ក្រាប scammer និងរួមគ្នារៀបចំសម្ដាប់ធ្នាប់ព្រំដែនមានន័យថាតំបន់ណាជារបស់ថៃគឺពលរដ្ឋខ្មែរត្រូវចាក់ចេញលោកបន្តថាពលរដ្ឋថៃត្រូវទទួលបានភាពយុត្តិធម៌ពលរដ្ឋថៃគ្រប់រូបស្ថិតក្រោមច្បាប់តែមួយអ្នកល្មើសអធិបតេយ្យថៃត្រូវតែចាក់ចេញបើមិនចាក់ចេញថៃនឹងមិនចរចាឡើយលោកមិនចង់និយាយអ្វីច្រើនទេដែលសារបានប្រគល់អំណាចពេញលេញឲ្យកងទ័ពរក្សាអធិបតេយ្យការពារទឹកដីគណៈរដ្ឋាភិបាលជាអ្នកគ្រប់គ្រងកងទ័ពការចរចាការទូតនិងលក្ខខណ្ឌផ្សេងៗគឺជាទូនាទីរបស់ក្រសួងការបរទេសរីឯអភិបាលខេត្តស្រះកែវមើលខុសត្រូវតំបន់ព្រំដែនខេត្តស្រះកែវករណីការលើកពេលកិច្ចប្រជុំ OBC ទៅពាក់កណ្ដាលខែតុលាគឺគ្រប់យ៉ាងមានហេតុផលលោកបានប្រគល់អំណាចឲ្យមន្ត្រីពាក់ព័ន្ធទទួលខុសត្រូវមន្ត្រីពាក់ព័ន្ធអាចចរចាឬចាត់វិធានការរឿងនេះពីព្រោះលោកប្រគល់អំណាចឲ្យរួចហើយបើមន្ត្រីសម្រេចបែបណាគឺវាដូចគ្នានឹងការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីលោកនឹងចូលពិនិត្យមើលស្ថានភាពនៅតំបន់ព្រំដែនភូមិនងច័ន្ទខេត្តស្រះកែវពេលកងទ័ពស្នើនេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃគូបញ្ជាក់ថាករណីភូមិសុខជ័យនិងភូមិព្រៃច័ន្ទដែលកងទ័ពភូមិភាគទី1ថៃស្នើឲ្យកម្ពុជាជំរាបពលរដ្ឋចេញទើបកងទ័ពភូមិភាគទី1ថៃចូលរួមប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យុទ្ធភូមិភាគកម្ពុជាថៃចាប់ពីថ្ងៃទី10ដល់ថ្ងៃទី12 ខែតុលាឆ្នាំ2025នៅខេត្តបន្ទាយមានជ័យគឺកម្ពុជាស្នើថៃត្រូវអនុវត្តតាមអ្វីដែលជាការព្រមព្រៀងគ្នារបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ GBC នៃប្រទេសទាំងពីរកាលពីថ្ងៃទី10 ខែកញ្ញាឆ្នាំ2025កន្លងទៅពិសេសក្នុងចំណុចទី8នៃកំណត់ហេតុកិច្ចប្រជុំដែលបានប្រគល់ភារកិច្ចឲ្យ OBC ដែលជាយន្តការមានសមត្ថកិច្ចក្នុងការប្រជុំដោះស្រាយដោយឡែកកិច្ចប្រជុំ OBC ក្នុងកម្រិតយុទ្ធភូមិភាគគឺមានភារកិច្ចត្រឹមតែសម្រួលបញ្ហានៅនឹងកន្លែងបន្ធូរបន្ថយភាពតានតឹងនិងដោះស្រាយបញ្ហាដោយសន្តិវិធីប៉ុន្តែគ្មានសមត្ថកិច្ចកំណត់ខ្សែព្រំដែនទេ